អូហូមើលណែបងប្អូនថ្ងៃនេះមកក្បែរមាត់ទឹកឃើញត្រីវាលោតភ្លុកពេញតែនឹងណែមើលអ្នកជំនាញយើងកំពុងរៀបបញ្ចេញមិនអាគមហើយចាំមើលណាលើកនេះដឹងតែមិនឲ្យរបូតមួយទេអីយ៉ាមើលគាត់ទាញមកធ្ងន់ណាស់លោកអើយមិនដឹងថាត្រីឬក៏បានកង់ឡានទេនឹងហាទាញមកបងហឺធ្ងន់មែនទែនចិត្តដល់ហើយអូហូមើលចុះបងប្អូនត្រីចុះមកដូចទឹកបាក់ទំនប់ចឹងនេះមិនមែនជាការស្ទូចត្រីទេនេះគឺជាការនាំចូលត្រីពីបឹងមករកទូកយកទៅណាមិនអស់ទេបងប្អូនអើយលើកនេះដឹងតែបានស្លំជូរពេញមួយភូមិហ្មង